ជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះខឹងសំខាន់ Department ព័ត៌មានវិទ្យាថ្នាក់ M2 ថ្ងៃនេះផងដែរខ្ញុំនឹងមកធ្វើបទបង្ហាញអំពីបច្ចេក Flutter របស់ខ្ញុំគឺ e-commerce shop ដែលប្រើប្រាស់ Flutter ហើយជាមួយនឹង Node.js និង MongoDB នេះគឺជា form ដំបូងដែលជា form login ហើយយើងក៏មាន form សម្រាប់ sign up ផងដែរឥឡូវយើងធ្វើការ sign up ហើយយើង sign up បានហើយយើងធ្វើការ login នេះគឺជា e-commerce shop របស់ខ្ញុំគឺមាន card មាន profile តែឥឡូវយើងចូលទៅមើលនៅក្នុង admin form សិននេះគឺជា admin form របស់យើងដែលនៅក្នុងហ្នឹងយើងអាច add product ថែមយើងអាច edit យើងអាច delete product ណាដែលយើងគិតថាយើងចង់ធ្វើអ្វីលើ product ណាឥឡូវខ្ញុំសាកកែនេះមួយគឺពេលយើង update ទៅគឺវានឹងកែប្រែឡើងណាឥឡូវខ្ញុំសាក add product ថ្មីចូលហើយយើងទៅចូលទៅកាន់Chrome ដើម្បីយើងរករូបភាពណាដែលយើងចង់ upload តោះមកយើង copy email address របស់រូបភាពនោះមកតបមកយើងដាក់ឈ្មោះprice stock URL ជាមួយនឹង description ឥឡូវយើងទទួលបាន product ថ្មីមួយដែលយើងតាមinput មកហ្នឹងហើយនៅក្នុង admin នេះដែរយើងអាចនឹងមើលឃើញអំពីuser ដែលគាត់បាន login ជាមួយនឹង order ដែលគាត់បាន order ហើយ pay តាមណាតាមអីចឹងឥឡូវយើងចូលទៅកាន់e-commerce app របស់យើងវិញគឺនៅក្នុងនេះគឺមាន option រៀងច្រើនណាស់ដូចជាក្នុងនេះគឺជា banner category ជាមួយនឹងitem របស់យើងឥឡូវយើងចង់ទិញស្បែកជើងធ្វើការយើងទិញ Adidas មួយទៀតទៅអូខេចឹងនៅក្នុងនេះគឺជា item ដែលយើងបានទិញហើយយើងអាចបូកបញ្ចូលឬក៏ដកវាចេញតាមអីដែលយើងចង់ដកអូខេឥឡូវទៅតា check out នៅក្នុងនេះយើងត្រូវបំពេញឈ្មោះស័យដ្ឋាននិងលេខទូរស័ព្ទដោយសារតា API របស់ខ្ញុំគឺវា expire អីចឹងខ្ញុំនឹងដាក់ payment ដែលខ្ញុំបានធ្វើពីមុនដើម្បីឲ្យការបកស្រាយនេះវាមានសិទ្ធិភាពអញ្ចឹងខ្ញុំនឹងដាក់វីដេអូហ្នឹងនៅជាប់គ្នាតែឥឡូវយើងមើល transaction ដែលបានខ្ញុំធ្វើការ order ពីមុនមកគឺនៅក្នុងកំឡុងខែ3គឺ
order ដែលបាន pay តាមរយៈ QR code ហ្នឹងគឺវានៅក្នុងហ្នឹងទាំងអស់បាទហើយសូមអរគុណលោកគ្រូបាទបច្ចេករបស់ខ្ញុំគឺចប់ត្រឹមតែប៉ុណ្្នឹងហើយ